tham một bôiនៃការផ្លាស់ប្ដូរតាមរយៈការរត់សុខភាពមិត្តភាពនិងភាពរឹងមាំចាប់តាំងពីខែកញ្ញាឆ្នាំ2023មកការរត់បានក្លាយជាកីឡាដែលខ្ញុំជ្រើសរើសនិងជាគ្រឹះដ៏សំខាន់នៃសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំតែវាបានផ្លាស់ប្ដូរទាំងសុខភាពរាងកាយនិងការភ្ជាប់ទំនាក់ទំនងរបស់ខ្ញុំទៅកាន់អ្នកដទៃការផ្ដេកឆ្ងាយចិត្តរត់នៅពេលព្រឹកឲ្យបានទៀងទាត់ស្ទើរតែរាល់ថ្ងៃបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដែលជួនកាលមិនអាចពណ៌នាបានឡើយលទ្ធផលជាក់ស្ដែងបំផុតនៃវិន័យនេះគឺការសម្រកទម្ងន់របស់ខ្ញុំដោយស្រកចុះពី68គីឡូក្រាមមកនៅត្រឹម58គីឡូក្រាមប្រកបដោយសុខភាពល្អការក្រោកពីដំណេកជាមួយពន្លឺព្រះអាទិត្យពេលព្រឹកដើម្បីចេញទៅរត់បានផ្ដល់នូវភាពស្រឡះក្នុងចិត្តនិងថាមពលជីវិតដែលជួយបង្កើតបរិយាកាសវិជ្ជមានសម្រាប់ពេញមួយថ្ងៃរបស់ខ្ញុំដោយបញ្ជាក់ថាភាពហ្មត់ចត់គឺជាសារហេតុធ្វើខាងឆ្ពោះទៅរកសុខុមាលភាពផ្ទាល់ខ្លួននិងការរក្សាសុខភាពឲ្យបានល្អមាំមួនលើសពីតួលេខផ្ទាល់ខ្លួនការរត់គឺជាស្ពានដ៏អស្ចារ្យមួយក្នុងការកសាងមិត្តភាពថ្មីៗនិងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលមានចំណូលចិត្តដូចគ្នាវាមានវិធីសាស្ត្រពិសេសមួយក្នុងការកាត់បន្ថយភាពស្មុគស្មាញនៃជីវិតប្រចាំថ្ងៃដើម្បីបង្កើតចំណងមិត្តភាពដ៏ស្មោះត្រង់និងយូរអង្វែងការរត់រួមគ្នាជាមួយមិត្តភក្តិថ្មីៗនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP កាលពីថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2023ខ្ញុំត្រូវបានរំលឹកថាចំណាយផ្លូវដែលយើងបានចែករំលែកជាមួយគ្នាគឺមានសារៈសំខាន់ដូចគ្នានឹងចំណាយផ្លូវដែលយើងបានកត់ត្រាទុកដែរវាជាកីឡាដែលបំបែករបាំងរារាំងនិងលើកកម្ពស់ស្មារតីសាមគ្គីភាពដែលបង្ហាញថាទោះបីជាយើងរត់ក្នុងព្រឹត្តិការណ៍ផ្ទាល់ខ្លួនរបស់យើងក៏ដោយតែយើងមិនដែលរត់តែម្នាក់ឯងនោះដែរនៅពេលដែលឆ្នាំនីមួយៗកន្លងផុតទៅការលះបង់របស់ខ្ញុំចំពោះកីឡានេះកាន់តែរងមាំឡើងដោយសារមានការជំរុញពីគោលដៅដ៏ច្បាស់លាស់និងមហិច្ឆតាខ្ពស់ពេញមួយឆ្នាំ2025ខ្ញុំបានដាក់គោលដៅរត់ឲ្យបានយ៉ាងហោចណាស់150គីឡូម៉ែត្រក្នុងមួយខែដើម្បីបង្កើននូវភាពអត់ធ្មត់ផ្នែករាងកាយនិងស្មារតីដែលត្រូវការសម្រាប់ការរីកចម្រើនផ្នែកកីឡាក្នុងរយៈពេលវែងដើម្បីបង្កើនមហិច្ឆតានោះឲ្យកាន់តែខ្ពស់បន្ថែមទៀតគោលដៅរត់របស់ខ្ញុំសម្រាប់ឆ្នាំ2026គឺចំនួន1.920គីឡូម៉ែត្រដែលស្មើនឹងការកំណត់ច្បាស់លាស់ចំនួន160គីឡូម៉ែត្រក្នុងមួយខែសមិទ្ធផលទាំងនេះគឺជាសក្ខីកម្មនៃចំណង់ចំណូលចិត្តប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍខ្លួនឯងនិងបំណងប្រាថ្នាក្នុងការបំផុសគំនិតអ្នកដទៃនៅក្នុងសហគមន៍ឲ្យចងខ្សែស្បែកជើងរបស់ពួកគេហើយចេញមករត់ដើម្បីសុខភាព